បាទសូមគោរពជំរាបសួរដល់បងប្អូនអ្នកស្ដាប់ទាំងអស់គ្នាបាទថ្ងៃនេះយើងវិលមកជួបគ្នាសារជាថ្មីនៅសាច់រឿងថ្មីទៀតបាទចង់ដឹងថាតើរឿងរ៉ាវថ្ងៃនេះមានអត្ថន័យយ៉ាងណានោះព្រឺព្រួយយន្តបែបណាក៏សូមតាមដានស្ដាប់ជាមួយខ្ញុំបាទដូចតទៅរំចង់គឺជានារីម្នាក់ដែលមានសម្រស់ស្រស់ស្អាតនិងមានចិត្តស្មោះនឹងស្នេហានាងបានស្រឡាញ់គ្នាជាមួយនឹងឆនអស់រយៈពេលជាច្រើនឆ្នាំគេទាំងពីរនាក់ធ្លាប់សន្យាថាថ្ងៃក្រោយទោះបីជួបរឿងក្រលំបាកប៉ុណ្ណាក៏នៅជាមួយគ្នារហូតដល់ថ្ងៃរៀបការរបស់ពួកគេលុះបានប្រហែលជា1ឆ្នាំឆនក៏បានសម្រេចចិត្តទៅធ្វើការនៅទីក្រុងព្រោះតែជីវភាពមិនសូវជាធូរធារលុះធ្វើការបានមួយរយៈគេចាប់ផ្ដើមប្រែប្ដូរចរិតថ្មីរាល់ពេលដែលរំចង់ខលទៅឆនតែងតែនិយាយយកលេសជាប់រវល់ឬក៏មិនទទួលទូរស័ព្ទតែម្ដងចិត្តដែលធ្លាប់តែកក់ក្ដៅនឹងគ្នាចាប់ផ្ដើមប្រែសោះអង្គើយដែលធ្វើឲ្យរំចង់មានបន្ទិលសង្ស័យជាខ្លាំងក្នុងចិត្តថ្ងៃមួយរំចង់បានសម្រេចចិត្តធ្វើដំណើរទៅទីក្រុងទាំងយប់រំចង់ចង់សប្រាយដល់ឆនដើម្បីឲ្យឆនភ្ញាក់ផ្អើលបន្តិចប៉ុន្តែនៅពេលដែលនាងបានទៅដល់នាងបែរជាទទួលបាននូវភាពរន្ធត់ទៅវិញនាងបានឃើញឆនកំពុងបណ្ដើរគ្នាជាមួយនឹងស្រីម្នាក់ទៀតយ៉ាងស្អិតរមួតរំចង់ក៏បានដើរចូលទៅក្បែរហើយសួរទាំងទឹកភ្នែកប៉ុន្តែឆនមិនត្រឹមតែមិនសុំទោសនោះទេគេថែមទាំងនិយាយពាក្យអសុរោះនិងប្រាប់ថានាងគ្រាន់តែជាស្រីស្រែម្នាក់មិនស័ក្តិសមនឹងគេដែលជាអ្នកក្រុងនោះឡើយពាក្យសម្ដីទាំងនេះប្រៀបដូចជាយកកំបិតមកចាក់ទម្លុះបេះដូងរំចង់ឲ្យស្លាប់ភ្លាមអញ្ចឹងរំចង់ត្រឡប់មកផ្ទះវិញដូចជាមនុស្សគ្មានវិញ្ញាណក្នុងខ្លួននាងយំរហូតដល់លែងមានទឹកភ្នែកហូរទៅហើយយប់នោះដែរមេឃស្រាប់តែខ្មៅងងឹតខ្យល់បក់បោកខ្លាំងមកប៉ះដើមជ្រៃធំមួយនៅក្រោយផ្ទះរបស់នាងដោយក្តីឈឺចាប់ខ្លាំងពេកនិងភាពអស់សង្ឃឹមក្នុងជីវិតរំចង់បានសម្រេចចិត្តយកខ្សែចំណងមកចងកសម្រាប់ខ្លួននឹងមេឃជ្រៃនោះមុននឹងដាច់ខ្យល់ស្លាប់ភ្នែករបស់នាងប្រែជាក្រហមច្រាលហើយនាងបានបួងសួងថាទោះជាស្លាប់ក៏វិញ្ញាណអញមិនទៅណាដែរអញនឹងតាមយកអាណានិករបស់អញមកនៅជាមួយអញតតែបានក្រោយបុណ្យសពរំចង់ផុតបានប៉ុន្មានថ្ងៃឆនបានត្រឡប់មកស្រុកវិញដើម្បីចូលរួមពិធីមង្គលការរបស់មិត្តភក្តិគេនៅពេលឆនចូលជន់ដល់ដីភូមិគេមានអារម្មណ៍ថាដូចជាមានភ្នែកមួយគូកំពុងសម្លឹងមើលគេហើយនៅយប់ដំបូងដែលគេគេងក្នុងផ្ទះគេបានឮសំឡេងមនុស្សស្រីយំខ្សឹកខ្សួលចេញពីក្រោយផ្ទះនៅពេលគេអើតមើលតាមបង្អួចគេឃើញមានស្រមោលសស្ទង់ហោះកាត់ដើមជ្រៃបូករួមនឹងក្លិនផ្ការំចង់ដែលក្រអូបឈួលលាយឡំដូចជាក្លិនសាកសពឆនចាប់ផ្ដើមយល់សពឃើញរំចង់រាល់យប់ក្នុងសុបិននាងបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ដែលនាងស្លាប់មានខ្សែរុំជាប់កហើយអណ្ដាតនាងលៀនចេញមកក្រៅយ៉ាងវែងក្នុងសុបិននោះនាងបានដើរចូលមកជិតឆនហើយខ្សឹបដាក់ត្រចៀកឆនថាបងឆនបងថាស្នាតែអូនម្នាក់ឥឡូវអូនមកយកបងទៅនៅជាមួយហាភ្លាមនោះដែរឆនភ្ញាក់ឡើងទាំងញើសជោកខ្លួននិងមានស្នាមជាំខ្មៅនៅជុំវិញករបស់គេដូចជាមានខ្សែអ្វីមួយ
មករឹតករបស់គេអញ្ចឹងដោយសារខ្លាចខ្លាំងពេកឈនបានរត់ត្រឡប់ទៅទីក្រុងវិញទាំងយប់ប៉ុន្តែខ្មោចនាងរំចង់មិនព្រមដោះលែងឡើយទោះបីជាគេនៅក្នុងបន្ទប់ជួលបិទទ្វារជិតក៏ដោយក៏គេតែងតែឃើញរូបភាពរំចង់បង្ហាញខ្លួននៅក្នុងកញ្ចក់ឬក៏ឈរនៅជ្រុងងងឹតនៃបន្ទប់នោះសង្សារថ្មីរបស់ឈនក៏ចាប់ផ្ដើមជួបរឿងចម្លែកដែរនាងតែងតែឃើញសក់មនុស្សស្រីនៅក្នុងអាហារនិងឮសំឡេងស្រែកហៅឈ្មោះបងឈនពេញផ្ទះនៅពេលពាក់កណ្ដាលយប់អាធ្រាត្រមិនយូរប៉ុន្មានឈនបានទៅរកគ្រូខ្មែរពូកែម្នាក់ដើម្បីមកជួយរំដោះគ្រោះគ្រូទាយបានមើលឃើញថាវិញ្ញាណនាងរំចង់មានគំនុំសាហាវណាស់នាងមិនចង់បានសំណែនអ្វីទេគឺនាងត្រូវការតែជីវិតឈនប៉ុណ្ណោះគ្រូក៏បានប្រគល់ខ្សែចង្កេះមជុលមាសមួយខ្សែឲ្យទៅឈនដើម្បីការពារខ្លួននៅយប់នោះខណៈពេលឈនកំពុងងូតទឹកវិញ្ញាណនាងរំចង់បានប្រែក្រឡាជាសង្សារថ្មីរបស់គេហើយលួងលោមឲ្យឈនដោះខ្សែចង្កេះនោះចេញគ្រាន់តែដោះចេញភ្លាមភ្លើងក្នុងផ្ទះក៏រលត់ងងឹតឈឹងក្នុងភាពងងឹតឈនមានអារម្មណ៍ថាមានដៃត្រជាក់ស្រេបមួយមកចាប់កជើងរបស់គេហើយអូសគេចូលទៅក្នុងបន្ទប់ងងឹតឈនព្យាយាមស្រែកឲ្យគេជួយប៉ុន្តែគ្មានអ្នកណាម្នាក់ឮសំឡេងរបស់គេទេគេឃើញមុខនាងរំចង់ប្រែជាស្អុយរលួយភ្នែកហូរឈាមហើយនាងសើចកក្អឹកយ៉ាងគួរឲ្យខ្លាចនាងបាននិយាយថាមកចង់មានស្រីថ្មីមែនទេតែចាទៅជាមួយអូននៅឋានសួគ៌ខ្មៅនាងបានប្រើសក់វែងរបស់នាងរុំព័ទ្ធករបស់ឈនរហូតដល់ឈនដាច់ខ្យល់ស្លាប់ឈនត្រូវបានវិញ្ញាណនាងរំចង់អូសវិញ្ញាណចេញពីរាងកាយសពរបស់ឈនត្រូវបានគេឃើញនៅពេលព្រឹកឡើងក្នុងសភាពចងកសម្រាប់ខ្លួនឯងនៅនឹងធ្នឹមផ្ទះជួលដោយប្រើខ្សែចំណងប្រភេទដូចគ្នានឹងនាងរំចង់កាលចងកសម្រាប់ខ្លួននោះដែរអ្វីដែលរន្ធត់បំផុតនោះសពរបស់ឈនមានទឹកមុខភ័យខ្លាចខ្លាំងនិងមានក្លិនផ្ការំចង់ភាយចេញតាមមាត់របស់គេអ្នកជិតខាងនិយាយថាយប់នោះពួកគេបានឮសំឡេងមនុស្សប្រុសស្រែកអង្វរលាយឡំនឹងសំឡេងសើចរបស់មនុស្សស្រីម្នាក់រឿងរ៉ាវបានបញ្ចប់ទៅដោយភាពអាកំបាំងរីឯនៅដើមជ្រៃក្រោយផ្ទះនាងរំចង់អ្នកភូមិតែងតែឃើញស្រមោលមនុស្សពីរនាក់គឺប្រុសម្នាក់និងស្រីម្នាក់ឈរកាន់ដៃគ្នានៅពេលកណ្ដាលយប់អាធ្រាត្រអ្នកភូមិដែលបានដើរកាត់ទីនោះគេតែងតែឮសំឡេងខ្សឹបខ្សៀវថាយ៉ាងនឹងជាមួយគ្នាជារហូតចាប់តាំងពីពេលនោះមកគ្មានអ្នកណាម្នាក់ហ៊ានដើរទៅជិតដើមជ្រៃនោះទៀតឡើយហើយរឿងខ្មោចនាងរំចង់ក៏ក្លាយជាដំណើរដ៏រន្ធត់ប្រចាំភូមិនោះរហូតមកបាទសាច់រឿងនេះក៏បញ្ចប់ត្រឹមតែប៉ុណ្ណេះអរគុណបងប្អូនសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់ជួបគ្នានៅសាច់រឿងក្រោយៗទៀតអរគុណជម្រាបលា